sẽ biết hả mau mà đấy nè mong pram chi thay tí pram thay thèm bạn tí tàn mòn bạn đấy pin màu mày chập ra vào này record nhỉ vâng không alo nè nó không Facebook lưu sẽ lên để nông lên nông lái lưu sẽ lên nhọn cây rúp bà ọ mau mà gì ok mong pram thay bảy thay pram phải pram này bạn ngày đó ngày mà ăn pal bạn lươn á rồi cáo này rồi cáo rồi cái rồi cắt chú mày chặt đã thứ nữa lươn bằng lươn ok đây chặt ra ăn đấy nó phong vậy đồ lấy lưới nữa lưới cái tay trâu này do đi bán sẽ lấy nghe bỏng chăm bán sẽ lấy nghe mẹ té do Facebook mới ai đồ sạp ấy lư dư đấy hả xuống lư dư thì lư sao toàn ấy thế bảo ấy thế chăm bây giờ tuôn chăm bây giờ tuôn rồi đồ ấy sạp không ta ok cái chặt làm này bong ai slap tam speaker nè bạn speaker nè ní speaker ok một cái bài ok ខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមការផ្សាយផ្ទាល់នៅក្នុង លឺសលេងលេងចំលេងរៀន បាត់ បិទសលេង បាត់ជំរាបយកមកដាក់ទៅ ខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមកម្មវិធីផ្សាយផ្ទាល់នៅក្នុងពេលនេះ នៅលឺ បងក៏លឺចឹងឯងពួកយើងប្រើបងក៏ត្រូវ lư ní lư nghe nghe បាត់ជំរាបអស់បាត់អស់ដែរបង đó mưa cái mà lư này lư ạ ok go ខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមកម្មវិធីផ្សាយផ្ទាល់នៅក្នុងពេលនេះថ្ងៃនេះថ្ងៃពុធទី2ខែកញ្ញាឆ្នាំ2016ជាបឋមខ្ញុំប្រកាសណាជាអ្នកសម្រាប់សម្រួលក្នុងកម្មវិធីផ្សាយផ្ទាល់ក្នុងពេលនេះសូមសម្រាប់ការថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមជម្រាបសួរបងប្អូនទាំងអស់ដែលកំពុងតាមដានកម្មវិធីផ្សាយផ្ទាល់ក្នុងថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនទាំងអស់ឲ្យបានជឿថានេះគឺជាកម្មវិធីផ្សាយផ្ទាល់ជាការផ្សាយផ្ទាល់ពិសេសពីព្រោះការផ្សាយផ្ទាល់នេះយើងអត់មានផ្សាយផ្ទាល់ទៅតាមវិទ្យុដែលយើងផ្សព្វផ្សាយសម្លេងរបស់យើងដូចសមមួយដងទេគឺយើងផ្សព្វផ្សាយតែក្នុង page ដែលមានឈ្មោះថាខមវាសនានៅក្នុង Facebook តែប៉ុណ្ណោះដូច្នេះបងប្អូនមានបំណងចង់ចូលរួមស្ដាប់ក៏ដូចជាសាកសួរចម្ងល់ផ្សេងៗគឺបងប្អូនត្រូវតែទៅមើលនៅក្នុង Facebook ហ្នឹងតែមិនចឹងទេបងប្អូនមិនបានស្ដាប់ការផ្សាយផ្ទាល់នេះទេហើយមួយទៀតបងប្អូនដែលប្រើទូរស័ព្ទទំនើបក៏បងប្អូនអាចស្ដាប់កម្មវិធីផ្សាយផ្ទាល់នេះតាមរយៈ e-radio នៅក្នុងកម្មវិធី e-radio ដែលមានឈ្មោះថា LDP Live ហើយវាគ្មិននៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះគឺលោកខមវិស្នាដែលជាប្រមុខគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហើយប្រធានបទនៅក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសនេះគឺយើងផ្ដោតអារម្មណ៍សំខាន់ទៅលើជំវិញបញ្ហាវិបត្តិស្នេហាដូច្នេះបងប្អូនយុវជនយុវនារីដែលមានបញ្ហាទាក់ទងទៅនឹងវិបត្តិស្នេហាចឹងបងប្អូនអាចចូលរួមសាកសួរចម្ងល់ផ្សេងៗនៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះបានហើយនៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទបើបងប្អូនមានចម្ងល់គឺលេខទូរស័ព្ទចំនួន2ខ្សែខ្សែទី1 093 47 47 81ខ្សែទី2 017 22 21 51ខ្ញុំសូមប្រកាសលេខទូរស័ព្ទម្ដងទៀតទី1គឺលេខ093 47 47 81ហើយនឹងខ្សែមួយខ្សែទៀតគឺ017 22 21 51អញ្ចឹងបងប្អូនអាចចុចចូលនៅក្នុងកម្មវិធីផ្សាយផ្ទាល់
តាម Facebook របស់យើងបានតាមរយៈលេខចំនួន2ខ្សែនេះហើយខ្ញុំសូមជម្រាបម្ដងហើយម្ដងទៀតថានេះគឺជាការផ្សាយផ្ទាល់តាម Facebook page ទេមិនមែនផ្សាយផ្ទាល់ទៅតាមវិទ្យុទេអញ្ចឹងបងប្អូនអាចស្ដាប់តាម page ដែលមានឈ្មោះថា Khamisna ហើយនិង e-radio ដែលមានឈ្មោះថា LDP Live ហើយជាកិច្ចបន្តនេះខ្ញុំសូមជួយនាទីនេះទៅលោកវិក្កាមដើម្បីធ្វើចំណាប់អារម្មណ៍នៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅក្នុងពេលនេះបាទសូមអញ្ជើញជាបឋមខ្ញុំកណ្ដាលខ្ញុំបានខំវាសនាសូមលោកអង្គការចុះដល់គុំប្រគុំចាស់ព្រះធរណថេរៈគ្រប់ព្រះអង្គតែប្រងកំពុងតែតាមដានស្ដាប់កម្មវិធីផ្សាយផ្ទាល់តាមអនឡាញតាមប្រព័ន្ធ Facebook ជាទីគោរពសក្ការៈសូមគ្រប់បងប្អូនលោកតាលោកយាយលោកតាលោកយាយមានវិបត្តិស្នេហ៍ដែរទីលេបងប្អូនជនរួមជាតិក្មួយៗទាំងអស់ជាទីគោរពនិងជាទីរាប់អានកម្មវិធីផ្សាយផ្ទាល់របស់យើងនៅថ្ងៃនេះតាមប្រព័ន្ធ Facebook គឺផ្ដោតទៅលើបញ្ហាស្នេហាពីព្រោះខ្ញុំសង្កេតឃើញថាមានបងប្អូនជាពិសេសក្មួយៗយុវវ័យក៏ដូចជាបងប្អូនដែលមានវ័យកណ្ដាលមួយចំនួនធំក៏មានបញ្ហារឿងស្នេហាហើយជារឿងមួយដែលពិបាកនឹងដោះស្រាយហើយក៏ជារឿងមួយដែលធំនៅក្នុងជីវិតរស់នៅរបស់មនុស្សហើយខ្ញុំក៏បានឃើញទៀតថាអ្នកដែលបានផ្ដល់មតិផ្ដល់ជាតម្រុយក្នុងការសម្រេចចិត្តរបស់បងប្អូនដែលមានវិបត្តិស្នេហ៍ហើយគាត់បានទូរស័ព្ទទៅសួរខ្ញុំឃើញថាខ្ញុំមានការទើសទាស់ក្នុងផ្លូវចិត្តច្រើនឃើញថាពួកគេមិនស័ក្តិសមជាអ្នកផ្ដល់តម្រុយក្នុងការគិតក្នុងការសម្រេចចិត្តដើម្បីអាកាត់ក្នុងរឿងវិបត្តិស្នេហ៍របស់អ្នកទូរស័ព្ទចូលនោះទេចឹងហើយបានជាខ្ញុំថ្ងៃនេះសាកល្បងក្នុងការវែកញែកបកស្រាយដល់ជាតម្រុយខ្លះឲ្យបងប្អូនប្រជាពលរដ្ឋអ្នកមានវិបត្តិស្នេហ៍ទាំងអស់ជាពិសេសគឺពួកក្មួយៗយុវជនដើម្បីឲ្យក្មួយៗបានជាតម្រុយទៅក្នុងការសម្រេចចិត្តរាល់ការសម្រេចចិត្តវាផ្អែកទៅលើការសម្រេចចិត្តរបស់ក្មួយផ្ទាល់ខ្ញុំគ្រាន់តែអូសជាតម្រុយដើម្បីឲ្យបងប្អូនយកទៅគិតត្រេះរិះពិចារណាថាករណីរបស់បងប្អូនដែលជួបបែបហ្នឹងតើបងប្អូនត្រូវសម្រេចចិត្តបែបណាភាគីណាមួយខុសភាគីណាមួយត្រូវហើយក្នុងរឿងបែបហ្នឹងតើយើងត្រូវសម្រេចបែបណារឿងដែលល្អបំផុតសម្រាប់ឲ្យមនុស្សយកទៅកាត់ក្តីក្នុងរឿងអស់នេះគឺការយល់ដោយខ្លួនឯងយ៉ាងច្បាស់ថារឿងបែបហ្នឹងគឺត្រូវតែដោះស្រាយបែបហ្នឹងមិនមែនព្រោះតែខ្ញុំអ្នកប្រាប់ក្មួយឬបងប្អូនទេក៏ប៉ុន្តែដោយសារបងប្អូនបានគិតឃើញនៅអ្វីដែលខ្ញុំបានផ្ដល់តម្រុយហ្នឹងថាវាត្រឹមត្រូវអាចយកទៅប្រើនៅក្នុងបញ្ហាឬរឿងរ៉ាវដែលបងប្អូនបានជួបប្រទះទាក់ទងជាមួយនឹងស្នេហានេះផ្ទាល់អញ្ចឹងជាកិច្ចបន្តខ្ញុំសូមបើកទូរស័ព្ទដើម្បីទទួលប្រព័ន្ធទូរស័ព្ទទាំងអស់ដែលបងប្អូនត្រូវទូរស័ព្ទចូលដើម្បីតាក់ទងមកពួកយើងដើម្បីឲ្យពួកយើងបានជួយចូលរួមចែករំលែកបទពិសោធន៍គឺជាដំណោះស្រាយខ្លះៗតាមលទ្ធភាពដែលយើងអាចធ្វើទៅបានសូមអរគុណសូមអរគុណលោកវិក្កាមហើយនាទីបន្តនេះជានាទីរបស់បងប្អូនដែលមានបំណងចង់សាកសួរបញ្ហាផ្សេងៗជាពិសេសបញ្ហាតាក់ទងទៅនឹងរឿងស្នេហានឹងតែម្ដងហើយដូចខ្ញុំប្រកាសមិញអញ្ចឹងលេខទូរស័ព្ទដែលបងប្អូនអាចចុចចូលបានគឺមានចំនួន2ខ្សែតែខ្សែទី1គឺ093 47 47 81ហើយនិងមួយខ្សែទៀតគឺ017 22 21 51ខ្ញុំសូមបញ្ជាក់ផងថាទោះបីជាកម្មវិធីផ្សាយផ្ទាល់នៅក្នុងថ្ងៃនេះគឺយើងផ្ដោតអារម្មណ៍សំខាន់ទៅលើការផ្សាយទៅលើវិបត្តិស្នេហាក៏ដោយក៏ប៉ុន្តែក៏យើងអាចនិយាយខ្លះៗទាក់ទងទៅនឹងរឿងគ្រួសាររឿងជីវភាពរស់នៅរបស់បងប្អូនការប្រស្រ័យទាក់ទងគ្នាជាមួយនឹងមិត្តភក្តិអីបងប្អូនអាចមានចំណងបងប្អូនអាចសាកសួរបានដែរឥឡូវខ្ញុំសូមទទួលខ្សែទូរស័ព្ទតែម្ដងហៅសូមជម្រាបសួរបាទខ្ញុំទទួលលោកបានហើយសូមលោកប្រាប់ឈ្មោះហើយនឹងទីកន្លែងដែលលោកខំមកផងខ្ញុំនៅខេត្តកំពង់ចាមបាទហើយលោកមានចម្ងល់មានលើកពីឈ្មោះ
លើពីទីកន្លែងគឺសុំចង់ដឹងអាយុផងហើយប្រាប់អាយុផង 34 ឆ្នាំ អូ34ឆ្នាំបាទបងមានចម្ងល់អីបញ្ជុំវិញបញ្ហាប្រធានបទរបស់យើងនៅក្នុងផ្ទៃបងអាចបញ្ហាផ្ទាល់ខ្លួនរបស់បងអញ្ចឹងបងអាចសាកសួរមកកាន់លោកវិក្កាមិនបានហើយវិក្កាមិនរបស់យើងថ្ងៃនេះគឺលោកខវិស្នាដែលជាប្រមុខគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ trong rồi nếu mà miên lương việc mà hai cái đôi kỳ thì đấy trong khu ông ty kẹt tông ông ty lâu chất người kẹt tông khi bắt lâu chất thì là đôi chia thì họ đôi chia là gì đâu cuộc đời ta ta chẳng bao nước trọc luôn luôn thì chẳng cái bị thì có khác khác mình đây biên cá mình đây thì có khác khác tại có gìហើយគាត់លើជាវិធានបទរឿងពាក់ព័ន្ធនឹងស្នេហាអញ្ចឹងយើងពីដល់ទៅខ្លួនខាងខ្ញុំចង់សួរបងប្រមុខគណៈបកសម្ព័ន្ធដើម្បីវិជាទៅការហៅថាដូចជាបងខំលើខ្លះអំពីផ្លូវចិត្តមនោសញ្ចេតនាពុបហេតុនៃការរស់ហើយនឹងហ្នឹងមួយពុបហេតុខាងក្នុងប្រចាំពីអំពីមនោសញ្ចេតនាឯទូជីវិតនឹងអាហារជាប្រចាំថ្ងៃចឹងមកណាយ៉ាងអូនមានទំនួលទៅប៉ុណ្ណឹងហើយលោកគ្រូបកស្រាយនៅក្នុងហ្នឹងហើយមានរឿងខ្លះច្រើនដែលបានទូអូនទៅដែរហើយយល់តាំងពីឆ្នាំទីអង្គមុខអញ្ចឹងបានហើយខ្ញុំជំរាបលាហ្នឹងណាតើតើជាមួយនឹងបញ្ហាជីវិតវាមិនអាចយើងរស់បានត្រឹមតែមានបាយប៉ុណ្ណោះទេពីព្រោះថាវាមានធាតុផ្សំច្រើនទៀតដែលតើតើជាមួយនឹងជីវិតហើយដែលជាការចាំបាច់មនុស្សត្រូវការឲ្យមានស្នេហាក៏នៅក្នុងទម្រង់នេះដែរក៏ប៉ុន្តែមនុស្សខ្លះមានស្នេហាហ្នឹងវាខ្លាំងអញ្ចឹងទៅមនុស្សខ្លះហ្នឹងវារៀងស្រាលអញ្ចឹងទៅប៉ុន្តែក៏ចាត់ទុកថាស្នេហាគឺជាផ្នែកមួយជាសាខាមួយរបស់ជីវិតដែរมันអាចនិយាយបានថាស្នេហាហ្នឹងវាមិនសំខាន់ដូចបាយទេគឺថាបាយបើយើងអត់ស៊ីវាងាប់ស្នេហាបើយើងអត់មានគឺវាអត់ងាប់ទេប៉ុន្តែវាអាចធ្វើឲ្យជីវិតរបស់យើងក្រៀមក្រំវាអាចធ្វើឲ្យយើងគ្មានកម្លាំងក្នុងការរស់នេះខ្ញុំនិយាយផ្ដោតទៅលើបុគ្គលដែលគាត់កើតមកមានកំណើតដូចថាមានស្នេហាវាច្រើនអញ្ចឹងវាមានមនុស្សខ្លះគឺស្នេហាវាស្ដើងអញ្ចឹងទៅគាត់ក៏រឿងហ្នឹងវាធម្មតាអីចឹងប៉ុន្តែជាទូទៅគឺវាមានទាំងអស់គ្នាជីវិតរបស់មនុស្សអត់អីរឿងស្នេហាមិនមែនអត់ទៅងាប់ដូចអត់បាយណាអត់ស្នេហាអត់ងាប់ទេក៏ប៉ុន្តែវាធ្វើឲ្យជីវិតរបស់យើងក្រៀមក្រំនេះខ្លះគាត់អាចមានអារម្មណ៍ថាជីវិតរបស់គាត់នឹងមិនដឹងជារស់ធ្វើអីគ្មានន័យគ្មានខ្លឹមសារបើសិនណាជាចិត្តរបស់គាត់បដោតទៅលើរឿងនឹងខ្លាំងអញ្ចឹងដើម្បីដោះស្រាយបញ្ហារបស់មនុស្សម្នាក់យើងត្រូវស្ទង់ទៅរកដួងចិត្តរបស់បុគ្គលនឹងថាតើគាត់គឺជាមនុស្សប្រភេទម៉េចជប់តាក់ទងជាមួយនឹងស្នេហាហើយយើងត្រូវយល់អំពីអធិស្ឋានរបស់បុគ្គលនឹងបើសិនណាជាគាត់គឺជាមនុស្សដែលមិនអាចរស់ដោយខ្វះសេចក្តីស្នេហាបានទេយើងក៏ត្រូវតែដោះស្រាយតាមបញ្ហាហ្នឹងទៅមិនអាចនិយាយឲ្យស្មើគ្នាគ្រប់មនុស្សទាំងអស់ថារឿងស្នេហាមិនជារឿងចាំបាច់ដូចបាយទេបាយបើអត់ស៊ីងាប់ស្នេហាបើអត់មានវាមិនងាប់ទេវាមិនងាប់ទេប៉ុន្តែរស់រងកម្មអញ្ចឹងទៅណាបងប្អូនអញ្ចឹងរឿងអស់ហ្នឹងវាមិននិយាយបានថារឿងស្នេហាមិនមែនជារឿងធំរបស់ជីវិតទេវាគឺជាផ្នែកមួយរបស់ជីវិតហើយវាអាចជាផ្នែកធំរបស់ជីវិតដែរអាស្រ័យទៅលើអត្តចរិតសន្តានចិត្តរបស់បុគ្គលនឹងផ្ទាល់ស្ទាត់ដាច់ផងអូនអាចសួរបន្តទៀតបានបើសិនជាអូនចង់សួរអ្នកសួរនឹងអាចសួរអំពីរឿងវិបត្តិស្នេហារបស់អ្នកដទៃឬបើខ្មាស់អៀនអាចលើករឿងខ្លួនឯងហ្នឹងហើយថាជារឿងរបស់អ្នកដទៃក៏បានវាទៅតាមអធិស្ឋានរបស់មនុស្សម្នាក់មិនចាំបាច់ថាបងប្អូនក្មួយហ្នឹងត្រូវតែលាតត្រដាងរឿងរបស់ក្មួយហ្នឹងទាំងអស់ទេតាមបច្ចេកទេសរបស់ក្មួយទៅបើសិនថាជារឿងខ្លះមួយមិនអាចនិយាយបានថាជារឿងផ្ទាល់ខ្លួនទេអាចថាជារឿងមិត្តភក្តិអីចឹងទៅជួយដោះស្រាយឲ្យគេអីចឹងទៅក៏បាន
ខ្ញុំសូមទទួលខ្សែទូរស័ព្ទជាបន្តទៀត Hello សូមជម្រាបសួរ បាទជំរាបសួរ បាទបើបងអូនមានមិនហ៊ានបញ្ចេញឈ្មោះទេបងអូនគាត់តែប្រាប់អាយុហើយនឹងទីកន្លែងដែលបងអូនខលមកបានហើយព្រោះខ្លាចតែបញ្ចេញឈ្មោះទៅគេដឹងអៀនអញ្ចឹងអាចហើយមាន ចង់ប្រាប់ឈ្មោះក៏ប្រាប់ទៅមិនប្រាប់ក៏ឲ្យទៅបាទក្មួយ បាទជំរាបសួរលោកពូ មានសុខមួយ ខ្ញុំចង់ពូគឺតើតង់នឹងធ្វើរបស់ខ្ញុំជាមួយនឹងគ្រួសារខ្ញុំនេះក៏មានកិរិយាប៉ុន្តែបែកគ្នាប៉ុន្តែពួកយើងបែកគ្នាហ្នឹងពីដំបូងហើយវាតកតងនឹងរឿងជាច្រើនតែពួកយើងនៅតែមានចិត្តស្រឡាញ់គ្នារហូតប៉ុន្តែប្រហែលជាខ្ញុំតាមខ្ញុំគិតគ្រួសារគេច្រើនពុកម្ដាយកាលពីមុនមកមិនដឹងគាត់និយាយអីជាមួយនឹងពុកម្ដាយគាត់ទេបានទៅជាការរឿងរួចប្រឡងច្រើនតែម្ដងឥឡូវនេះពួកខ្ញុំនៅតែតកតងគ្នាផលគ្នាហើយខ្ញុំពិសាមួយគេតាមមកដំណោះស្រាយដែរ គេមានថ្មីនៅគេរៀបការហើយនៅ នៅពូ អូគាត់ណាបាយគ្នាប៉ុន្តែគេក៏អត់តរៀបការក្មួយក៏អត់តរៀបការដែរ បានលោកពូ ងាយរបស់តបប្រើហ្នឹងមានអីទៅពិបាកច្រើនតែម្ចាស់ខ្លួនអូខេម៉ែអូខេទៀតណាខ្លាចតែមានម្ចាស់រៀងខ្លួនឬក៏មានម្ចាស់មកខាងតើវានៅទេដូចយើងមិនសូវយ៉ាប់ទេក្មួយ បាទលោកពូសំខាន់ម៉ែអូខាងគាត់ខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងម៉េចជាមួយនឹងគាត់បើខាងបងខ្ញុំគាត់ថាគាត់ពិចារណាគាត់ផ្អែកទៅលើម៉ែអូកែសម្រាប់ចិត្តទាំងប្រមាណ មានអាយុប៉ុណ្ណឹងរៀបការជាមួយនឹងប្តីហើយហេតុអ្វីបានយកជីវិតរបស់ខ្លួនហ្នឹងតែឲ្យម៉ែឪចាត់ចែងទៀតមនុស្សអញ្ចឹងចាត់ទុកថាមនុស្សអត់ចំហដែរណាក្មួយហាអត់ចំហហ្នឹងរកស៊ីចូលមិនបានទេណានិយាយគ្នាចេះទៅដល់ផ្ទះម៉ែឪថាចូលទៅបាត់ទៅហើយយកម៉ែឪនឹងមកដាក់ពីមុខបញ្ហាណាបញ្ហាគឺអ្នកនឹងផ្ទាល់បើសនាជាតាមសមត្ថកម្មរបស់ក្មួយឲ្យគឺថាអ្នកនឹងអត់អាចសម្រេចចិត្តបានទេគឺថាឲ្យម៉ែសម្រេចចិត្តតែរហូតបើពូវិញពូអត់វិនិយោគទុនជាមួយមនុស្សចឹងឯងក្មួយអត់ចំហត្រូវតែនិយាយគ្នាឲ្យច្បាស់ថាអូនធំហើយអូនចាស់ហើយដូច្នេះអូនត្រូវមានចំហសម្រាប់ចិត្តឲ្យខ្លួនឯងផ្ទាល់បានបងអាចដាក់ទុនបេះដូងជាមួយអូនបាននិយាយគ្នារួចហើយស្រាប់តែដល់ផ្ទះម៉ែទៀតណាមិនឯងក្មួយឯងទៅរកស៊ីមិនជាមួយមនុស្សចឹងកើតនិយាយតើតែមនុស្សសម័យខ្លួននឹងយល់ណាយល់ថាអូខេមនុស្សយើងត្រូវតែមានចំហអញ្ចឹងមែនបើស្នាជាអត់ចំហតើមានមនុស្សណាទៅវិនិយោគទុនជាមួយនឹងបុគ្គលប្រភេទហ្នឹងបានត្រូវឲ្យយល់ថាបើខ្លួនឯងគ្មានចំហយើងអាចទៅដាក់ទុនជាមួយមនុស្សចឹងបានទេពីព្រោះថាយើងនិយាយគ្នារួចហើយស្រាប់តែដល់ផ្ទះប្រាប់ផ្សេងថាហើយលើកតែយកតែរឿងម៉ែឪនឹងមកនិយាយទៅមិនកើតក្មួយធ្លាប់និយាយរឿងហ្នឹងទៅនាងអត់ ឆ្លងប្រាប់ទៅលោកឆ្លងប្រាប់គាត់ថាយើងធំហើយសម្រាប់ចិត្តខ្លួនឯងហើយឪពុកម្ដាយហ្នឹងពីណាក៏មិនចោលខ្ញុំមិនថាយើងចិត្តអាក្រក់អីទេយើងតែអ្វីដែលការសម្រាប់ចិត្តខ្លួនឯងរឿងមកជាប្តីប្រពន្ធហើយមានការពិភាក្សាគ្នាខុសត្រូវអីគួរតែនិយាយគ្នាទៅមិនបាច់ដល់រឿងដល់ម៉ែឪទៀត ពីទេលហ្វូនមកកេះនាងឲ្យស្ដាប់ផងគេលោកបានជាមូលដ្ឋានខ្លះក្នុងការត្រេះរិះពិចារណាដើម្បីឲ្យមានការផ្លាស់ប្ដូរអត្តចរិតឲ្យផ្លាស់ប្ដូរចិត្តឲ្យខ្លាំងពេលក្មួយទេចូលមកអត់ទេអារឿងស្ដាប់ពូរឿងផ្សេងតែស្ដាប់រឿងហ្នឹងរឿងក្មួយហ្នឹងថ្ងៃហ្នឹងពេលក្មួយទេចូលមិនហៅនាងស្ដាប់ផងបាទគូបៃ លែងគ្នាយូរណាស់ក្មួយ ខ្ញុំបាយគ្នា2ឆ្នាំហើយការគ្នា2ឆ្នាំបាយគ្នាក៏2ឆ្នាំ ហើយមានកូនអត់ អត់មានផងពូ ហើយក្មួយគិតអាម៉េចបានជានៅរហូតដល់10ថ្ងៃរងចាំនាងហើយនាងយល់ថាម៉េចបានជានៅរហូតដល់10ថ្ងៃរងចាំក្មួយតើអាការសម្រេចចិត្តបែបហ្នឹងវានឹងបន្តទៅដល់ពេលណាទៀតសម្រាប់ជីវិតរបស់ក្មួយហើយនឹងនាងឯង នោះខ្ញុំធ្លាប់សួរខ្លួនឯងហើយក៏ធ្លាប់សួរគាត់ដែរតែអត់មានចម្លើយហើយខ្ញុំចេះតែចង់កាត់ចិត្តដែរពូថាពេលខ្លះទៅគាត់ឲ្យតែទូរស័ព្ទមកបើសិនជាគាត់លេងទូរស័ព្ទមករហូតខ្ញុំគិតថាល្អ ក្មួយយករឿងខាងក្រៅមកធ្វើជាបញ្ហាសម្រាប់ឲ្យក្មួយធ្វើការសម្រេចចិត្ត
thì thật bà công ta kia chế nhóm ở khăn đi cái chế rừng mà kia nè muối rừng khăn rừng bao dương mà hạt mạ con thi còn vậy tha vì cái miền là ai vừa ở dương chữ chạm cái âm bị luôn dương bà ở cả chữ chạm nâng chỗ màu têเขาcho bực mùi vậy tháng ao tận niên tê mong trong trận lại tê chẳng tao rồi mong ta pu chui mà này chui mấy bàn bơm chặt kỳ chồng mỗi thời gian đại mong nè tha bữa ôn nơi tại là Việt Nam tiết bong miền là rong tha sai ha là bỏ bong vì đôi chị ọt miền tầm lại sầm đạp ôn đấy ọt miền tầm lại là vì chẳng bong đằng chị rong chăm ôn dạng mày bữa ôn ọt áo tầm lại từ lừa cà rong chăm rồi bỏ bong mà nè ôn nơi tận thẹn thôi tại đường mày ở nè mai bữa tụi bây chia niên sầm nạp chật mà nơi chụp mũi muối rồi hai mai cắt cà cháo nút cứ chỉ riêng là bọc mai văn tái sầm nạp niên nơi tài tục ở bụng mặt đài những chia bụng mặt đài tới đài luôn ní cứ chia phơi đàn niên trời sầm nạp chật ba muối những cứ chia mà nút trầm trời miền hạt miền pho xong rồi mọi niên chỉ rồi muối chỉ cu chỉ vật hai u mình đăng tha ta không muốn những miền Pành Hà vậy khác đây là phục mà đại những kia mình chọn ao cô xây bọc kia đi cả cho muốn không mua phần thép tam sản phẩm cam rồi bọc mua để mua ao máu bà không mua chim đủ là ó miếng miền hai pho xong đúng là bay mà tám không mua chim bị xe cứ dừng lọt bàn thịt ca cho mua kia cả hai viên mình chỉ riêng ấy mua để chỉ cả sản phẩm chất mày nè vì chỉ riêng chặt nè đôi khi này bà sản chia không mua chim đủ để miền hai pho xong đúng ao những sản phẩm chất ca cho muối niên cua tay chưa được lời nắng cứ niên tay chặt đỏ tầm lại đỏ cá lẹt bong rồi bọc mùn cá rồng chạm đầu đập bị nắng hai bữa sáng chim này bốc khánh là hốt đỏ cắt cá lúc khi chỉ riêng rồi bọc này bốc tai niên nơi tai tục đại bốc chi này bốc đại phơi cứ thời ta đạp lời nắng bên nhiên mình đạp lời nắng không mùi rồng chạm tiết vui vô ta không mùi có chim nuôi dập đấy nó không mùi đang cùng cái tôi nhung xong nhiều mò tôi mới chết trẻ tông tôi nó sẽ nhung ấp đây lo đi cùng mà này nhung cho từ bẹp quan mùi rồi nắng nhung còn đẹp hàng nhung ấp trong bài này để vận tải nó bởi sân thì nhung ở cùng mà này nhung cho bẹp quan ở thì họ để chỉ dưỡng từ các hàng sấy hết nhưng xong tôi qua đó mình chưa ra xong tôi riêng ai cũng mới thứ ai kho xong tôi nó và cũng không nhung để gặp cũng vậy là xong play nó cũng thì muối phê lại quá chưa vẫn nhung ở sau thìจะđược đã chưa được quạt ở miền chú tay chú anh chân ta hướng cả to Pành Hà nó cái vùng bậc môi vô tha vì cứ chia cầm hốc môi cua ta cài này hai bậc môi vô tha môi ban phương chân hai nâng chia cầm hốc để môi vô tha vì chia cầm hốc để môi ban thư cả lòng mốc đối mình chăm bánh mai ơi tới nó mà còn bà đã xa diễn phần nắng môi ai tới vậy bàn ta vui tới được luôn anh tốt ba sana chỉ môi vô tha vậy để môi ban phương cả lòng máu chỉ riêng cầm hốc hết này vẫn bậc tha môi vô tha mình chỉ riêng cầm hốc tê quạt bậc cầm chưa ngay khỏi cũng từ miền Pành Hà tiệt tê môi ta sống tốt là bây giờ bạn chụp kia tiền môi mình tăng đăng tha vậy được môi bạn phương cả lòng mong chỉ cầm hốc ngay khỏi cũng môi ở bên chất thứ tiết miền rương xa chỉ thay tiệt nhung học quân trở nên phu nâng nhung vô tha vậy để nhung cua nhà chất nâng chưa được lâu đài từ một kia đây ok môi học quân môi mà học quân phu nhiều gìបាទសូមអរគុណខ្ញុំសូមបញ្ជាក់បងប្អូនថាកម្មវិធីផ្សាយផ្ទាល់នេះយើងចាប់ផ្ដើមពីម៉ោង5រហូតដល់ម៉ោង7យើងមានរយៈពេល2ម៉ោងនៅក្នុងការផ្សាយនេះហើយបងប្អូនមានបំណងចង់ចូលគឺបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទដែលខ្ញុំប្រកាសខ្ញុំសូមប្រកាសលេខទូរស័ព្ទម្ដងទៀតខ្លាចបងប្អូនទៅមកស្ដាប់មិនទាន់បានដឹងពីលេខទូរស័ព្ទខ្សែទី1 093 47 47 81ទី2 017 22 21 51ខ្ញុំសូមទទួលទូរស័ព្ទជាបន្តHello សូមជម្រាបសួរ Hello បាទលោកអាចជម្រាបឈ្មោះហើយនិងអាយុទីកន្លែងដែលលោកអាចដែលលោកខលមកផងបានទេបាទខ្ញុំនៅពីខាងសាយមានសុរភូមិផងអូតែខ្ញុំមានសំណួរព្រោះខ្ញុំគិតថាខ្ញុំឆ្ងល់ខ្ញុំពិបាកក្នុងការចូលរួមណាតែខ្ញុំមួយនឹងពេលដែលគេចូលរួមមកអញ្ចឹងគឺទៅទៅគេយំយកហូអីចឹងណាតែពេលបន្តមកគេរាប់កាន់រឿងរបស់គេដែលគេបាក់ទាំងប្រហែលគឺបាក់របស់គេនេះច្រើនមែនទែន
ហើយចុងក្រោយដែលគេនិយាយមកនេះគឺគេថាគេនឹងសម្លាប់ខ្លួនហើយខាងសម្រាប់ដាក់ខាងថាបើខាងប្រុសមកមកវិញទេគេខ្ចីអនយាត្រាអញ្ចឹងណាពូតែដល់មកគេថាគេនឹងសម្លាប់ខ្លួនបើសិនជាមិនសូមដោយបានបំណងរបស់គេទេតែដល់ពេលគេចូលមកយកទៅថាសម្លាប់ខ្លួនអញ្ចឹងមិនគិតថាមិនឡាប់ទៅពេលយ៉ាងពូវិញដល់សិនជាអ្នកដែលទូរស័ព្ទចូលរួមមកហើយចង់តែពីតែយំយកហើយរកទៅសម្រាប់ខ្លួនទៅគិតមិនពូបើពូវិញពូនិយាយថាបើពូក៏មិនយកដែរស្រីអញ្ចឹងសំងាប់ទៅគេលែងនឹងត្រឹមត្រូវហ្នឹងពីព្រោះរឿងហេតុផលអត់និយាយគិតទៅពីដាក់សម្ពាធចង់បានអ្វីដែលខ្លួនចង់បានអត់មានគិតថាអាចឆ្លោះគ្នានឹងឆ្លោះរឿងអីបែកបាក់នឹងបែកបាក់រឿងអីនិយាយឲ្យចំចំណុចឲ្យថាតើគេអាចជួយដោះស្រាយបញ្ហានឹងបានអត់យំដាក់សម្ពាធយំដាក់សម្ពាធថាប្រុសនឹងខ្ញុំមិនដឹងថាមានរឿងអីខ្លះទេប៉ុន្តែបើខ្ញុំក៏អត់យកដែរគឺស្រីអញ្ចឹងដូចថាអត់និយាយហេតុផលគឺទៅពីយំដាក់សម្ពាធបើមិនបានដូចចិត្តទេសម្រាប់ខ្លួនទៅងាប់ឲ្យស្រឡះទៅខ្ជិលចង់និយាយមនុស្សខ្លះរុញមិនបានងើបមួយរុញមិនងើបពេលណាយើងទាញចង់ទៅងាប់ដល់ពេលយើងរុញងើបឲ្យលែងងាប់បាទមួយទៀតឪពុកម្ដាយគេឆ្លោះគ្នាអញ្ចឹងណាពេលឆ្លោះគ្នាដណ្ដើមយកទៅកូនទេម្នាក់ថាចង់បានកូនទីអ្នកថាចង់បានកូនឲ្យឆ្លោះគ្នានៅក្នុងដំណងបែបហ្នឹងទឹកមិនវិញពូអានឹងត្រូវបញ្យល់គាត់ឲ្យយល់ថាគាត់ចង់បានកូនហ្នឹងគាត់គិតពីរឿងមនោសញ្ចេតនារបស់កូនងងឹតងងល់ឬថាគាត់ស្រឡាញ់កូនគាត់ចង់បានកូនហ្នឹងគាត់ភ្លេចគិតពីអនាគតរបស់កូនហ្នឹងណាបើសិនណាជាគាត់គិតអំពីអនាគតរបស់កូនគាត់ត្រូវថ្លឹងថ្លែងថាតើនៅជាមួយនរណាដែលកូនមានអនាគតល្អជាងបើសិនណាជាគាត់គិតតែពីទាញទៅតាមមនោសញ្ចេតនារបស់គាត់ថាគាត់ដឹងតែចង់បានកូនមិនដឹងថាតើនៅជាមួយប្តីល្អជាងឬនៅជាមួយប្រពន្ធល្អជាងណាហើយយើងគ្រាន់តែឲ្យយោបល់អញ្ចឹងដល់ពេលការសម្រេចចិត្តគឺគាត់ហ្មងបើគាត់នៅតែដដើមគ្នាអត់មានប្រអិនណាជួយបានទេវានៅតែប៉ុណ្ណោះប៉ុន្តែយើងគ្រាន់តែផ្ដោតតម្រុយថាឲ្យបើអ្នកដដើមនឹងអ្នកគិតខ្លួនឯងឬអ្នកគិតកូនបើអ្នកគិតកូនត្រូវគិតថាតើកូននៅជាមួយណាល្អជាងគិតដោយស្មោះត្រង់ណានៅជាមួយប្តីឬនៅជាមួយប្រពន្ធបាទថ្ងៃនេះអត់មានអីទេគឺទូមានតែអរគុណណាព្រោះតាមពិតទៅខ្ញុំស្ដាប់ពូជាទូទៅស្ដាប់គោច្រើនតែទាំងថ្ងៃនេះពូកាត់ឡើងឃើញទៅមានអារម្មណ៍ថាសប្បាយចិត្តទូទៀតហើយណាបើសិនថាតើសម្រាប់ឲ្យគឺមានចំណេះពូដែលត្រូវបន្ថែមទូបន្ថែមអូខេខ្ញុំសូមជម្រាបលាបងប្អូនដែលកំពុងតែតាមដានស្ដាប់កម្មវិធីផ្សាយផ្ទាល់ក្នុងថ្ងៃនេះបងប្អូនអាចតាក់ទងមកកាន់កម្មវិធីផ្សាយផ្ទាល់តាម Facebook របស់យើងបានឥឡូវខ្ញុំសូមទទួលខ្សែទូរស័ព្ទជាបន្តហៅសូមជម្រាបសួរហៅសូមជម្រាបសួរបាទជម្រាបសួរបងបាទតើអូនខលទូរស័ព្ទមកពីខាងណាអាចប្រាប់ឈ្មោះហើយទីកន្លែងដែលបងអូនខលមកបានទេគឺឈ្មោះម៉ាខលទីខាងជំនាញទៅបាទហើយបងអូនមានចម្ងល់អីតាក់ទងទៅនឹងវិបត្តិស្នេហាឬក៏វិបត្តិគ្រួសាររបស់បងអូនអាចលើកចូលមកសាកសួរនៅក្នុងកម្មវិធីផ្សាយផ្ទាល់ក្នុងថ្ងៃនេះបានដែរជាពិសេសតាក់ទងទៅនឹងបញ្ហាផ្លូវចិត្តមានបងថាតែមានចំនួនហើយបានខលចូលរួមនៅកម្មវិធីហើយសូមជើញយ៉ាងនេះថាគឺរឿងកងរបស់ខ្ញុំតែម្ដងជាដំបូងខ្ញុំចង់និយាយអំពីទូពូវៀតណាមតិចព្រោះថាទូទៅយើងសោះស្ដាប់អ្នកដែលបកស្រាយពីវិបត្តិស្នេហាទូទៅគឺពួកគាត់តតែមានស្នេហាចឹងណាដល់ពេលពូវៀតណាមក៏អត់ប្រកមានស្នេហាក៏ទៅជាដោះស្រាយវិបត្តិស្នេហាគេមានអារម្មណ៍ថាផ្នែកប្រយ៉ាងដែរហើយនេះក៏ជា